សួស្តីបងប្អូនទាំងអស់គ្នាបាទឈុតលើតុក Dell Optiplex បាទ CPU Core i3 Core i5 បាទចំនួនទី4បាទស្មើនឹងឆ្នាំ2004បងប្អូនណាបាទតើតើជាឈុតនេះគឺសម្រាប់បងប្អូនបាទយកទៅប្រើការងារគឺវាបានច្រើនលក្ខខណ្ឌបងប្អូនណាបាទប្រភេទ CPU Core i5 Core i3 ចំនួនទី4នេះគឺបូកជាមួយនឹង RAM បាទគឺ 8GB បាទបូកជាមួយនឹង SSD 128បូកជា hard disk 1TB ស្មើនឹង 1000G បងប្អូនបាទទំហំ monitor អេក្រង់គឺ19 inch បាទ widescreen Dell ឈុតជា Dell តែម្ដងបងប្អូនបាទហើយសម្រាប់សារៈសំខាន់របស់ computer នេះគឺលក្ខណៈទាំងធន់បាទទាំងគុណភាពបាទទាំងគ្រឿងបន្លាស់គឺមានបញ្ហាអីមួយកើតឡើងគឺដូរសពគ្រប់បែបយ៉ាងជូនពុកម៉ែបងប្អូនបាទសម្រាប់បងប្អូនយកទៅប្រើការងារគឺលក្ខណៈធានាថាធន់ជូនពុកម៉ែបងប្អូនហើយការធានាជូនបងប្អូនតតែ3ខែហើយចំពោះអីវ៉ាន់គឺលក្ខណៈបាទបងប្អូនយកទៅនៅតែដល់ព្រីភ្លើងហើយប្រើតែម្ដងបាទបងប្អូនហើយចំពោះ spec ប៉ុណ្នេះគឺលក្ខណៈបងប្អូនយកទៅប្រើការងារមកត្រឹមលក្ខណៈផ្នែកdesign graphic បងប្អូនដល់ Photoshop បាទជាលក្ខណៈជា Word ជា Excel ជា PowerPoint ជា Telegram ជាលក្ខណៈបាទ TikTok CapCut បាទកាត់វីដេអូខ្លីៗជាមួយនឹងកម្មវិធីបាទ CapCut បាទ Canvas អីហ្នឹងគឺលក្ខណៈបងប្អូនប្រើបានបាទមួយកាផ្លេបាទជាមួយនឹងការងារដូចជាលក្ខណៈផ្នែក online បាទបងប្អូនធ្វើការលក្ខណៈកាន់ page បាទធ្វើការងារអីមួយគឺលក្ខណៈបងប្អូនអាចបាទជាឈុតនេះបានបងប្អូនហើយចំពោះតម្លៃតែលក្ខណៈ$99ហើយបងប្អូនបាទប្រភេទលក្ខណៈលបឿនគេហៅថាលឿនទំហំធំគួរសមសម្រាប់ស័ក្តិសមជាមួយនឹងតម្លៃថវិកា$99ការធានា3ខែជូនបងប្អូនបាទហើយចំពោះអីវ៉ាន់គឺសិតតែលក្ខណៈកដោនៃការព្រីបងប្អូនបាទតតែបាទ6មុខបងប្អូនណាបាទដូចជាលក្ខណៈការព្រីជា key អីបងប្អូនណាដូចជា key លក្ខណៈបាទ VX ខ្ញុំបាទកំពុងតែប្រើប្រាស់ជាមួយនឹង key ជាមួយនឹង mouse សិតតែថ្មីហើយ brand Dell បាទប្រភេទគេហៅថាស្ដើងបាទហើយម៉ៅគួរលក្ខណៈជាលក្ខណៈម៉ៅដែលស្អាតបាទព្រោះអីវ៉ាន់ថ្មីបងប្អូនណាបាទនេះជាការ design ជាមួយនឹងកម្មវិធីបាទ Adobe Photoshop បាទជាក់ស្ដែងជូនពុកម៉ែបងប្អូនអញ្ចឹងបងប្អូនណាបាទសម្រាប់បងប្អូនត្រូវការ design ជាលក្ខណៈដូចជាផ្នែករងពុំ copy ថតរូបអីហ្នឹងគឺលក្ខណៈបាទបងប្អូនប្រើកម្មវិធី Adobe Photoshop បាទហើយបងប្អូនត្រូវការបាទប្រើជាលក្ខណៈ Facebook បាទអីហ្នឹងគឺបង្ហាញជូនពុកម៉ែបងប្អូនស្ដែងហើយលបឿននៃការប្រើប្រាស់គឺវាលឿនបងប្អូនណាបាទដោយសារបំពាក់ទៅដោយ CPU វា Core i3 Core i5 ចំនួនទី4គឺលក្ខណៈបាទសេរីវាខ្ពស់បាត់ទៅហើយបងប្អូនហើយបូកជាមួយនឹង RAM 8GB ទៀតហើយ RAM បើសិនជាបងប្អូនយកទៅប្រើបាទស្ទើរចិត្តបាទអាច add RAM បន្ថែមបានទៀតបងប្អូនបាទអាចដាក់ RAM 16GB ក៏បានដែរដោយសារតែម៉ាស៊ីនហ្នឹងមួយវាមាន slot ដាក់ RAM តតែបាទតតែ4ដើមឯនោះបងប្អូនណាបាទហើយដោយសារលក្ខណៈ VX ខ្ញុំដាក់ RAM 8GB គឺលក្ខណៈប្រើការងារវាស្តង់ដារបាត់ទៅហើយបាទបូករួមជាមួយនឹងតម្លៃវាសមរម្យបងប្អូនណាបាទបើសិនជាលក្ខណៈបងប្អូនចង់បាន RAM 16GB វាតម្លៃ$100ជាងបាត់ទៅហើយអញ្ចឹងទៅសម្រាប់ពុកម៉ែបងប្អូនលក្ខណៈបាទសម័យកាលនេះគឺគាត់រកអីវ៉ាន់ណាដែលតម្លៃក្រោម$100បាទហើយអាចទៅប្រើការងារបានបាទនេះបងប្អូនណាបាទដូចជា Key Dell នេះគឺលក្ខណៈបាទ VX ខ្ញុំសូម review ផ្ទាល់តែម្ដងបងប្អូនណាបាទវាស្ដើងបាទវាស្ដើងបែបនេះបាទហើយដូចជាម៉ៅអីហ្នឹងបងប្អូនណាបាទហើយសិតអីវ៉ាន់ថ្មី free ជូនពុកម៉ែបងប្អូនผม5មុខបងប្អូនណាបាទម៉ៅ key បាទ USB wireless បាទជាមួយនឹងspeaker បងប្អូនណាបាទសម្ភារៈ free ថ្មីនេះបាទដូចជាលក្ខណៈសភៅអីនេះបងប្អូនបាទសភៅលក្ខណៈការងារផ្នែករដ្ឋបាលបាទគឺតតែអីវ៉ាន់មានលក់នៅក្នុងហាងទាំងអស់បាទសម្រាប់បងប្អូនតម្រូវការបាទចង់ជាយកទៅប្រើបាទផ្នែកអីមួយទាក់ទងនឹងគ្រឿងបាទ accessory របស់ computer គឺបងប្អូនអាចកំងបានបងប្អូនបាទហើយចំពោះប្រភេទcomputer ដែលឈុតលើតុនេះការប្រើប្រាស់វារៀងច្រើនដែរបងប្អូនណាបាទវាដូចជាបាទមានដូចជាខ្សែ power បងប្អូនណាបាទខ្សែ power គឺបងប្អូនត្រូវការប្រើ2សរសៃបាទហើយតើតើនឹងខ្សែ power សិតតែលក្ខណៈអីវ៉ាន់ original មួយទឹកប្រទេសជប៉ុនបាទតើតើនឹងខ្សែ VGA រូបភាពបងប្អូនត្រូវការប្រើមួយសរសៃបងប្អូនបាទទៅយើងអាចគេហៅថាភ្ជាប់ពី PC ធុងបាទទៅលក្ខណៈបាទ monitor បាទ
ទៅបងប្អូនបើកទៅអាចបញ្ចេញរូបភាពជូនបានបងប្អូនបាទហើយសម្រាប់អីវ៉ាន់គឺបងប្អូនអាចកំងបានដោយសារអីវ៉ាន់មាននៅក្នុង stock ស្រាប់បាទហើយចំពោះការផ្ញើគឺលក្ខណៈបាន25ខេត្តក្រុងបងប្អូនណាបាទមិនថាក្រុមហ៊ុនវរៈបន្ថែមឬក៏ JNT បងប្អូនបាទអីវ៉ាន់ជាក់ស្ដែងអញ្ចឹងបងប្អូនណាបាទហើយអីវ៉ាន់គឺមានការធានាជូនបងប្អូនតតែ3ខែនោះបាទបងប្អូនអរគុណច្រើន